Hello everyone សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសិក្សាភាសាអង់គ្លេសកម្រិតដំបូងទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះដែរគឺដូចច្រើនលើកយកតួអក្សរនៅក្នុងភាសាអង់គ្លេសចំនួន5បន្តទៀតដើម្បីយកមកសិក្សាដែលមានអក្សរ P អក្សរ Q អក្សរ O អក្សរ S ហើយនិងអក្សរ T អូខេអញ្ចឹងយើងបានសិក្សាមកហើយកាលពីអក្សរ A រហូតដល់អក្សរ O ហ្នឹងហើយអញ្ចឹងយើងបន្តការសិក្សារបស់យើងបន្តទៀតថាតើជញ្ជាក់ឬក៏អក្សរនៅក្នុងភាសាអង់គ្លេសហ្នឹងមួយនឹងស្មើនឹងជញ្ជាក់នៅក្នុងភាសាខ្មែររបស់យើងនឹងអក្សរអីខ្លះអូខេអញ្ចឹងនៅក្នុងជញ្ជាក់ទី16តួអក្សរទី16ដែលមានឈ្មោះថាអក្សរ P P គឺស្មើនឹងជញ្ជាក់ភាសាខ្មែររបស់យើងផស្មើនឹងផដែលមានសម្លេងថាផមានសម្លេងថាផអូខេអញ្ចឹងឧទាហរណ៍ពាក្យថាពាក្យថា party ឬក៏ party អូខេអញ្ចឹងពាក្យនេះឯងគឺផ្ដើមដោយជញ្ជាក់អក្សរ P ដែល P មានសម្លេងថាផដែលមានសម្លេងថាផផានផផាតថអ៊ីធី party party គឺកម្មវិធីកម្មវិធីជប់លៀងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងដល់ពេលតួអក្សរទី17គឺអក្សរ Q អក្សរ Q គឺស្មើនឹងអក្សរ ខសំឡេងខ្វដែលស្មើនឹងអក្សរខសំឡេងខ្វហើយពេលខ្លះទៀតអក្សរ Q នឹងឯងគឺស្មើនឹងអក្សរខស្មើនឹងអក្សរខអញ្ចឹងឧទាហរណ៍ពាក្យថា Queen Queen ពាក្យថា Queen ខ្វអ៊ីន Queen Queen មកចាស់ស្ត្រីអញ្ចឹងតួអក្សរទី18គឺអក្សរ R ឬក៏អក្សរ O ដែលស្មើនឹងអក្សរ R នៅភាសាខ្មែរដែលមានសម្លេងថារដែលមានសម្លេងថារឧទាហរណ៍ពាក្យថា run ពាក្យថា run រអាន run យើងប្រែថារត់អូខេអញ្ចឹងយើងមើលលើតួអក្សរទី19តួអក្សរទី19គឺអក្សរ S អក្សរ S ស្មើនឹងអក្សរ សសំឡេងសស្មើនឹងអក្សរសសំឡេងសឧទាហរណ៍ពាក្យថា C ពាក្យថា C ផ្ដើមពាក្យ C នេះផ្ដើមដោយអក្សរ S ហើយ double A នេះគឺស្មើនឹងស្រៈ E សយើង spell មកស E C យើងប្រែថាឃើញអូខេឥឡូវយើងចូលទៅមើលតួអក្សរទី20តួអក្សរទី20គឺអក្សរ T អក្សរ T គឺស្មើនឹងអក្សរថអក្សរថស្មើនឹងអក្សរថស្មើនឹងអក្សរថហើយពេលខ្លះទៀតក៏វាស្មើនឹងអក្សរដដូចគ្នាអញ្ចឹង T ស្មើថសំឡេងថ T ស្មើថសំឡេងថ T ស្មើដសំឡេងដអីចឹងទៅអូខេឥឡូវយើងមើលទៅលើ T ស្មើនឹងថសំឡេងថឧទាហរណ៍ពាក្យថាធុកពាក្យថាធុកពាក្យថាធុកមកពីពាក្យថា take អញ្ចឹង T ស្មើនឹងថសំឡេងថដល់ពេល double O នេះស្មើនឹងស្រៈឧថឧខធុកចឹងទៅហ្នឹងធុកខ្ញុំប្រើថាបានយក